បាទសម្រាប់បងប្អូនដែលកំពុងតែជួបប្រទះនៅបញ្ហាស្ទះបាទមិនថាស៊ីហ្វុងបន្ទប់ទឹកឡាបូលីងចានឡាបូលុកមុខស៊ីហ្វុងទឹកភ្លៀងបាទអាចតេតទៅមកកាន់ក្រុមការងារយើងខ្ញុំបានបាទធានាដោះស្រាយឲ្យបងប្អូនប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយនិរន្តរភាពក្នុងការប្រើប្រាស់បានយូរណាអ្វីដែលសំខាន់ការជួសជុលអត់មានកោះបុកក្រោបុកអីដើម្បីកែទេបាទសម្រាប់បងប្អូនមួយចំនួនធ្លាប់ដឹងធ្លាប់ជួបជាមួយរបបវិសោធន៍នៃការជួសជុលពាក់ព័ន្ធជាមួយនឹងបញ្ហាស្ទះនេះបាទជាទូទៅពីមុនឡើយយើងមិនទាន់មានឧបករណ៍សម្ភារៈគ្រប់គ្រាន់ការជួសជុលគឺនៅតែបន្តការកោះកាយបាទកាត់ដាប់អញ្ចឹងទៅសម្រាប់មកដល់បច្ចុប្បន្នការជួសជុលបែបនេះក៏នៅតែបន្តមានដែរបើសិនជាករណីបងប្អូនជ្រើសរើសសេវាកម្មដែលមិនទាន់មានឧបករណ៍សម្ភារៈក្នុងការជួសជុលបែបសម័យនេះណាបាទសម័យទំនើបនេះគឺការជួសជុលមានឧបករណ៍សម្ភារៈធ្វើជាច្រើនដែលយើងមិនអាចឈានដល់ដំណាក់កាលក្នុងការកាត់កោះភ្លាមទេបាទអញ្ចឹងយើងមានឧបករណ៍ធ្វើគ្រប់គ្រាន់បាទក្នុងដំណាក់កាលទី1ដើម្បីធ្វើយ៉ាងណាគឺថាកិច្ចណាកិច្ចឬក៏ជាពីការកោះកាយនឹងឯងចឹងសម្រាប់បងប្អូនដែលមានបញ្ហាអាចតេតទៅមកក្រុមការងារយើងខ្ញុំបានដើម្បីធ្វើការណាត់គ្នានិងចុះទៅជួសជុលនេះជាក់ស្ដែងនេះគឺជាការជួសជុលផ្ទះភ្ញៀវនៅខាងបរិយា Blue Diamond បាទផ្លូវជាតិលេខ 6A មានបញ្ហាស្ទះបន្ទប់ទឹកនៅជាន់ក្រោមតែផ្ទះបងប្រុសប្រើពីកន្លែងយើងចានមកក៏ផុលមកជាន់ប្រដីបាទបន្ទប់ទឹកជាន់ទី1ទី2អីប្រើមកគឺផុលមកនៅទាំងអស់គ្នាហ្នឹងណាបងប្អូនដែលកំពុងតែជួបប្រទះបញ្ហាអាចតេតទៅមកក្រុមការងារយើងខ្ញុំបានបាទយើងទៅជួសជុលជូនប្រកបដោយប្រសិទ្ធភាពបាទប្រកបដោយបច្ចេកទេសវិជ្ជាជីវៈហើយនឹងនិរន្តរភាពការប្រើប្រាស់បានយូរវែងអញ្ចឹងណាបាទចឹងស្ដាប់សំឡេងទឹកហូរទាំងអស់គ្នាបាទ